សួស្តីពុកម៉ែបងប្អូនគ្នាថ្ងៃនេះមកជួបជាមួយនឹងវីមកបង្ហាញពីពុកម៉ែបងប្អូនជាមួយនឹងសម្លបែបតំបន់នៅខាងខេត្តស្វាយរៀងបងប្អូនណាគឺសម្លម្សៅផ្សិតជាសម្លដែលពេញនិយមក្នុងរដូវកាលខែភ្លៀងដើមឆ្នាំនេះឯងគឺសម្លនេះអ្នកដែលមិនចូលចិត្តណាញ៉ាំល្វីងណាជាតិល្វីងបបផ្សិតក៏អាចញ៉ាំបានដូចគ្នាហើយងាយទេម្ហូបនេះគឺសាមញ្ញញ៉ាំតែម្ហូបមិនញ៉ាំបាយក៏បានដែរម្ហូបនេះបងប្អូនណាចាអញ្ចឹងឥឡូវនេះគឺខែភ្លៀងយើងក៏បានផ្សិតណាដកផ្សិតជាប្រភេទផ្សិតអាកាសចាឬក៏ផ្សិតដើមប្រេងខ្យល់ហ្នឹងឯងបងប្អូនចាផ្សិតនេះគឺរសជាតិរបស់វាឆ្ងាញ់វាមិនទៅវិញខ្លាំងណាមិនទៅវិញខ្លាំងដូចផ្សិតកញ្ចក់ផ្សិតអីទេអញ្ចឹងយើងមានផ្សិតខ្ញុំយកមកចិតជើងវាឲ្យស្អាតត្រាំទឹកណាបងប្អូនត្រាំទឹកហើយសម្រាប់ការលាងសម្អាតដីមិនបាច់ភ័យបងប្អូនផ្សិតនេះគឺយើងលាងវាតែ3 4 5ទឹកទៅអស់ជាតិដីហើយណាមិនចាំបាច់ទៅត្រាំទឹកក្តៅមិនចាំបាច់ទៅស្រោះអីទេអញ្ចឹងផ្សិតស្រស់បែបនេះគឺយើងស្លវាមានរសជាតិឆ្ងាញ់ហើយផ្សិតវាមានជាតិនិនណានិននៅក្នុងផ្សិតហ្នឹងតែម្ដងហើយគ្រឿងផ្សំយើងមានគល់តក្រីមើមខ្ទឹមខ្ជាយជាមួយនឹងម្សៅអង្ករណាអង្កររបស់យើងហ្នឹងគឺយើងត្រាំវារីកយើងយកមកធ្វើការបុកបញ្ចូលគ្នាណាបងប្អូនគ្នាចាបុកបញ្ចូលគ្នាជាមួយនឹងគល់តក្រីខ្ទឹមខ្ជាយនេះបងប្អូនដែលចេះញ៉ាំហឹរក៏ដាក់ហឹរតិចទៅដាក់ប្រទេសតិចទៅរៀងហឹរតិចតិចណាចាជាមួយនឹងសាឡនេះគឺយើងឆ្ងាញ់ហើយបងប្អូនណាម្សៅអង្ករគឺបែបនេះគឺយើងយកទៅបុកជាមួយគ្នាពេលដែលអង្ករយើងរីកហើយចាំយកមកបុកហើយមិនចាំបាច់ឲ្យបុកឲ្យម៉ត់ពេកទេបងប្អូនណាមិនចាំបាច់បុកឲ្យម៉ត់ទេព្រោះខ្ញុំឆ្លោះខ្ញុំចូលចិត្តឲ្យវានៅរៀងបែកជាតិអង្ករខ្លះណាបានញ៉ាំទៅវាមានជាតិឆ្ងាញ់តែបើយើងបុកម៉ត់ពេកវាអត់សូវឆ្ងាញ់ចាឥឡូវយើងដាក់ឆ្នាំងដាំទឹកបងប្អូនគ្នាណាទឹកពោកបងត្រីស្លនេះគឺយើងស្លបងត្រីបងប្អូនគ្នាអញ្ចឹងបើមានកាពើមានចង្វាអីយើងស្លជាមួយគ្នាកាន់តែឆ្ងាញ់បងប្អូនស្លនេះគឺត្រូវណាស់ជាមួយនឹងត្រីហើយនឹងកាពើចង្វានឹងឯងអញ្ចឹងបន្ទាប់ពីបងត្រីហើយយើងមានអំបិលប៊ីចេងណាបងអំបិលប៊ីចេងហើយអីដែលមិនអាចខ្វះបានសម្រាប់សម្លម្សៅផ្សិតនឹងឯងគឺបងប្អូនអរគ្នាប្រហុកណាបងប្រហុកបងឲ្យរៀងចាស់តិចទៅបងប្អូនណាបងប្រហុកឲ្យរៀងចាស់តិចទៅហើយបន្ទាប់ពីបងត្រីរួចណាយើងនេះហើយក៏យើងបងជាមួយនឹងម្សៅដែលយើងបុកមិញណាចាម្សៅដែលយើងបានបុកមិញហ្នឹងបងប្អូនដាក់ម្សៅនឹងចូលកូរវាតិចមកកុំឲ្យវាក្តាំងបាតកាលណាតែក្តាំងវាធ្វើឲ្យស្លយើងខ្លោចបាតអញ្ចឹងទៅវាអត់ឆ្ងាញ់ទេធំឈ្ងីបងប្អូនគ្នាអញ្ចឹងដាក់ម្សៅឲ្យយើងកូរម្សៅនឹងកុំឲ្យក្តាំងបាតឆ្នាំងបន្ទាប់ពីម្សៅនេះឆ្អិនចាម្សៅនេះរីកបងប្អូនទុកឲ្យរីកណាមិនបងភ្លាមដាក់ផ្សិតភ្លាមអត់ទេអញ្ចឹងទុកឲ្យវាពុះឆ្អិនម្សៅរីកម្សៅមកចាំយើងដាក់ផ្សិតឥឡូវម្សៅយើងរីកបានប៉ុណ្ណេះហើយចាអញ្ចឹងខ្ញុំក៏ដាក់ផ្សិតចូលណាបងប្អូនផ្សិតថ្ងៃនេះរកបានច្រើនដែរខ្ទង់1គីឡូចាដែលផ្សិតដែលយើងលាងស្អាតចាត់ជើងស្អាតហ្នឹងយើងបង់ចូលមកឲ្យផ្សិតរបស់យើងឆ្អិនចាបងប្អូនទុកឲ្យវាពុះឆ្អិនផ្សិតតែកុំទុកយូរពេកបងប្អូនណាកាលណាតែបងប្អូនងាស់ផ្សិតយូរពេកវាធ្វើឲ្យផ្សិតនឹងចេញជាតិល្វីងក្នុងសម្លរបស់យើងណាចាអញ្ចឹងផ្សិតយើងដាក់មកចាបន្ទាប់ពីផ្សិតឆ្អិនហើយគឺយើងមានបន្លែប្រសាបណាមានបន្លែប្រសាបមានតកួនមានស្លឹកខ្ទីអីហ្នឹងឯងអញ្ចឹងបន្លែប្រសាបហ្នឹងហើយដែលធ្វើឲ្យសម្លផ្សិតរបស់យើងកាន់តែឆ្ងាញ់ហើយវាប្រសាបជាតិល្វីងរបស់ផ្សិតហ្នឹងណាអញ្ចឹងសម្លនេះបងប្អូនណាខ្លះជាប់ញ៉ាំហើយរសជាតិមិនដែរល្វីងអត់ហើយនេះជាម្ហូបតំបន់បងប្អូនណាម្ហូបតំបន់ពេញនិយមសម្រាប់អ្នកស្វាយរៀងដោយការខែផ្សិតនេះគឺពេញនិយមមែនតើហើយបើមានក្តារបងប្អូនដាក់បុកដាក់ជាមួយគ្នាទៀតកាន់តែឆ្ងាញ់ណាហើយអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានហើយកុំភ្លេចណាជួយ Subscribe មួយផងជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា